ពិភពលោកកំពុងតែព្រួយបារម្ភខ្លាំងបងប្អូនដោយសារតែប្រេងឆៅដែលនាំចេញពីប្រទេសអឺរ៉ុងដូចបងប្អូនដឹងស្រាប់ហើយថាប្រទេសអឺរ៉ុងគឺជាប្រទេសសម្រាប់ផ្គត់ផ្គង់ប្រេងឆៅទាំងអឺរ៉ុបក៏ដូចជាអាស៊ីព្រោះថាប្រទេសអ៊ីរ៉ុងនឹងគឺនៅចំចំណុចកណ្ដាលនៃការនាំចេញប្រេងឆៅមកដល់អាស៊ីរបស់យើងក៏ដូចជាផ្គត់ផ្គង់ទៅអឺរ៉ុបផងដែរដូច្នេះហើយប្រជាជនអ៊ីរ៉ុងក៏ដូចជាប្រទេសអឺរ៉ុងទាំងមូលខឹងសម្បាយ៉ាងខ្លាំងដោយសារតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនឹងគឺបានសម្លាប់មេដឹកនាំរបស់អ៊ីរ៉ុងបងប្អូនដឹងថាការពីព័ត៌មានការពីតាំងពីថ្ងៃ28រហូតថ្ងៃទី1ឥឡូវថ្ងៃទី2ហើយអញ្ចឹងព័ត៌មានកាន់តែក្តៅដោយសារតែពិភពលោកកំពុងតែឡើងកម្ដៅខ្លាំងវារីករាលដាលដល់ទៅផ្ទុះដល់ទៅឌូបៃផ្ទុះបាញ់មីស៊ីលដាក់ទៅដល់អង់គ្លេសបារាំងអីផ្សេងៗឲ្យតែមានកន្លែងដាក់ទៅអាមេរិកដូច្នេះហើយប្រេងកំពុងតែស្ទះដោយសារតែជាច្រកនាំចេញគឺច្រកហូម៉ុនហ្នឹងគឺគេត្រូវបានបិទប្រេងហើយមិនថាតែប្រេងទេសូម្បីតែមាសក៏បានហក់ឡើងខ្លាំងដែរបងប្អូនដូច្នេះជាការព្រួយបារម្ភនៅអាស៊ីរបស់យើងដូចជាប្រទេសជិតខាងរបស់យើងនឹងគឺគេភ័យខ្លាំងណាស់នៅព្រឹកនេះតែម្ដងថ្ងៃទី2ខែមីនានេះគឺគេបាននិយាយថាសាំងឬក៏ប្រេងសម្រាប់សកួរប្រើប្រាស់ទូទាំងប្រទេសរបស់គេជាជនគឺច្រើនមែនទែនដល់ថ្នាក់ថានៅសល់តែ60ថ្ងៃរយៈពេលតែ2ខែទៀតគេនឹងអស់ប្រេងប្រើតែម្ដងចុះបងប្អូនសាកគិតមើលទៅប្រទេសមួយពិភពលោកដែលប្រើប្រេងទាំងឡានទាំងវិស័យដឹកជញ្ជូននានាបើសិនជាអត់មានប្រេងផ្គត់ផ្គង់តើវាគាំងកម្រិតណាសេដ្ឋកិច្ចទូទាំងពិភពលោកដូច្នេះវាប៉ះពាល់មែនទែនបងប្អូននេះគឺមិនមែនជាការនិយាយដើម្បីឲ្យបងប្អូនខ្លាចទេតែជាការត្រៀមបងប្អូនបើសិនជាមានថវិកាដើម្បីទិញបំរុងទុកបងប្អូនមានដូចថាសិប្បកម្មឬក៏ប្រើប្រាស់ប្រេងច្រើនបងប្អូនទិញស្គាល់ទុកទៅព្រោះថាវានឹងហក់ឡើងខ្លាំងតែម្ដងដោយសារតែសង្គ្រាមរវាងអាមេរិកហើយនិងអឺរ៉ុងណែបងប្អូនអញ្ចឹងវាជាការព្រួយបារម្ភមែនទែនបើសិនជាបន្លាយយូររយៈពេល1ខែ2ខែគឺចប់ហើយគឺថាគ្រប់យ៉ាងគឺនឹងឡើងថ្លៃទាំងអស់លុយគឺវាថាវាធ្លាក់ចុះខ្លាំងមែនទែនហើយរបស់ញ៉ាំក៏ដូចជាប្រេងក៏ដូចជាមាសដូចជាសេដ្ឋកិច្ចគឺត្រូវពិបាកមែនទែនហើយលុយអាចនឹងគ្មានតម្លៃទេព្រោះថារបស់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃដូចជាប្រេងគឺបិទហើយគឺបិទមានន័យថាมันអាចនាំចូលមកបានទេនៅអាស៊ីរបស់យើងគឺនឹងឡើងថ្លៃអញ្ចឹងបងប្អូនយល់យ៉ាងណាគិតឃើញយ៉ាងណាអាចខមមិនខាងក្រោមចែករំលែកគំនិតទាំងអស់គ្នាតាមដានព័ត៌មានស្ថានភាពពិភពលោកទាំងអស់គ្នាដើម្បីឲ្យយើងគេចផុតពីហេតុការណ៍នៅកើតឡើងនៅថ្ងៃខាងមុខត្រៀមខ្លួនទុកជាមុនល្អប្រសើរជាងការពីប្រសើរជាងព្យាបាលអញ្ចឹងណាបងប្អូនប៉ុណ្្នឹងទេ flow ទៅណាបាយ